អូខេសួស្តីបងប្អូនអញ្ចឹងសម្រាប់បងប្អូនណាដែលជួបបញ្ហាបើកធូរមកវាអត់ចេញអីវាចេញតែផ្ទាំងពណ៌ខ្មៅណាអញ្ចឹងបងធ្វើការ install កម្មវិធីនេះអញ្ចឹងបងប្អូន download ហើយគឺយើងចុចចូលកន្លែង folder នេះមកអញ្ចឹង load កម្មវិធីហ្នឹងមកយើងចុចបើកវាមកអញ្ចឹងណាបាទចុច open វាមកហ្នឹងហើយចុចកន្លែង more info យើងចុច run anyway មកណាបាទហើយចុច yes បាទអញ្ចឹងដល់ពេលដែលវា load អញ្ចឹងយើងចុច download បាទអញ្ចឹងអាហ្នឹងយើង download មក template ដែរទេបើ speed computer ឬក៏ internet បងប្អូនដល់លឿនវា template ទេអញ្ចឹងណាបាទអញ្ចឹងយើងរងចាំវាដល់ពេញសិនអញ្ចឹងយើងចាំ template ទៅបាទហ្នឹងអូខេអញ្ចឹងពេញហើយយើងចុច OK អញ្ចឹងមកហើយយើងចុចកន្លែង open ឡើយនេះចុច next បាទហើយចុច next ទៀតទៅបាទអូខេហើយយើងចុច finish បាទហើយយើងចុច copy កន្លែងនេះបាទយើងចុច copy កន្លែងហ្នឹងមកហើយយើងចុចលើកន្លែង start ហើយយើងចុច C វាយពាក្យថា CMD បាទរកហ្នឹងមកយើងចុច open វាហើយយើងចុច control V ផាសនេះយើង copy អានេះនេះ copy អានេះយកមកផាសចូលហ្នឹងមកហើយយើងចុច enter បាទចុច enter ទៅគឺវាដំណើរការមក template បាទយើងរងចាំ template សិនទៅបាទតែប៉ុណ្្នឹងមកយើងចុចបិទវិញហើយយើងចុច set up បាទយើងចុច OK មកហើយយើងបិទវិញទៅតែប៉ុណ្្នឹងគឺយើងបើក tool បានហើយអញ្ចឹងណាបាទអញ្ចឹងយើងចូលមកបើក tool មួយសារទៀតទៅគឺវាដំណើរការវា load tool ចេញផ្ទាំង tool មកឲ្យយើងបានប្រើប្រាស់ហើយអញ្ចឹងណាអូខេអញ្ចឹងគឺតែប៉ុណ្្នឹងបាទសូមអរគុណ